កាចេះជូនអ្នកគូស្ដាប់មេរៀនទី65រឿងសត្វដ៏លោកនិងស្រមោលខ្មៅអំណាចមានសត្វដ៏លោកមួយហើរទៅឃើញពួកស្រមោលខ្មៅកំពុងលង់ទឹកហែលតោងគ្នាលោកមានចិត្តអាណិតក៏ពាំណែកឈើងាប់មួយមកដាក់ធ្វើជាស្ពានឲ្យស្រមោលទាំងនោះតោងវាឡើងមកលើគោបានរួចផុតពីក្តីស្លាប់ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលោកទុំលើមែកជ្រៃក៏លើកស្នាតម្លងបង្លំនឹងបាញ់លោកនោះស្រមោលឃើញដូច្នោះក៏នាំគ្នាវាឡើងទៅខាងជើងព្រាននាយព្រានភ្ញាក់ក៏ទន្ទឹមជើងឮសូរដល់លោកដឹងខ្លួនក៏ហើរចេញទៅរួចផុតពីសេចក្តីស្លាប់ចង់រៀបរៀនអ្នកគ្រូ